សួស្តីនេះអ្នកបញ្ចូលសម្លេង sport ពាណិជ្ជកម្មតែមួយរយៈនេះអត់សូវមានអ្នកហៅថតសោះបើដោយសារ COVID អញ្ចឹងឥឡូវសេក free មួយឲ្យទឹកអូគូឡែនទឹកគូឡែនចាតោះស្ដាប់ទាំងអស់គ្នាទឹកពិសាគូឡែនចេញពីប្រភពកំណើតនៃទឹកដីអាណាចក្រខ្មែរคล้ายមកជាទឹករ៉ែធម្មជាតិល្អពិតៗដែលស្ថិតនៅយ៉ាងជ្រៅក្រោមភ្នំគូឡែនក្នុងព្រះរាជាណាចក្រកម្ពុជាតោះភ្លៀងត្រូវបាំងឆាត់រងាត្រូវពាក់អាវពេលផ្ដាសាយត្រូវប្រើធីហ្វីបន្ទះពណ៌បៃតងសូមអានពាក្យណែនាំមុននឹងប្រើចាធីហ្វីជួយថត version ខាងស្រីផងព្រោះធ្លាប់លើចាជំរាបសួរនៅថ្ងៃមានអ្នកសនំពោច្រើនអំពីការអានល្ខោនខោលខ្ញុំសូមអានប្រវត្តិបន្តិចខុសឆ្គងកន្លែងណាសូមមេត្តាកុំប្រកាន់ណាចាតោះល្ខោនខោលឬល្ខោនពាក់របាំងមុខគឺជាល្ខោនមួយដែលមានលក្ខណៈចំណាស់របស់កម្ពុជាមានដើមកំណើតនៃការសម្ដែងក្នុងអំឡុងសម័យអង្គរវាត្រូវបានគេជឿជាក់ថាបានចាប់ផ្ដើមក្នុងអំឡុងប្រហែលសតវត្សទី10តាមរយៈសិលាចារឹកប្រាសាទសម្បូរព្រៃគុកចារឹកក្នុងព្រះរាជព្រះបាទជ័យវរ្ម័នទី5គ្រិស្តសករាជ968ដល់1001និយាយពីព្រាហ្មណ៍បូរាហិតម្នាក់នៅក្នុងភាវៈបុរៈបានបញ្ជូនមនុស្ស50នាក់ឲ្យទៅធ្វើអ្នកបម្រើក្នុងព្រះរាជវាំងនាក្រុងអង្គរក្នុងចំណោមនោះមាន6នាក់ត្រូវទៅផ្ទះនាខោលកន្លែងហាត់ខោបានន័យថាកន្លែងតោះលោក woman ផលិតចេញពីសាច់ក្រណាត់កូតុនសុទ្ធ 100% ភាពថ្លៃថ្នូររបស់ស្ត្រីនាំមកជូនដោយលោក woman ចាលោក woman បើបានលឺជួយឲ្យខ្ញុំថតទៀតផងណា